សួរបងប្អូនអរគ្នាខ្ញុំឈ្មោះដានីយ៉ែលហើយជាឱកាសមួយក្នុងការជួបគ្នាម្ដងទៀតនៅក្នុងពេលនេះអឺខ្ញុំចង់ចែកចាយអំពីបទពិសោធន៍អំពីទីបន្ទាល់ដែលខ្ញុំបានទទួលជឿព្រះអង្គនៅក្នុងឆ្នាំ1998ពេលនោះខ្ញុំនៅរៀននៅឯវិទ្យាល័យហើយមិត្តភក្តិជាច្រើនបានសួរខ្ញុំថាតើអ្នកបានជឿសាសនាខ្ញុំថាខ្ញុំអត់ជឿព្រះណាផងព្រោះព្រះទាំងអស់នោះមិនអាចជួយខ្ញុំបានទេខ្ញុំជឿទៅលើចំណេះដឹងខ្ញុំជឿទៅលើវិទ្យាសាស្ត្រប៉ុន្តែថ្ងៃមួយមិត្តភក្តិរបស់ខ្ញុំបានសួរសំណួរមួយចាក់ដោតខ្លាំងសម្រាប់ខ្ញុំក៏សួរថាតើបើសិនឪពុកម៉ែឯងស្លាប់នៅថ្ងៃនេះតើទៅណានោះជាសំណួរមួយដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចសួរសំណួរនោះតទៅសោះខ្ញុំចាប់ផ្ដើមគិតម្ដងទៀតហើយក៏គាត់ព្យាយាមពន្យល់ខ្ញុំអំពីដំណឹងល្អពីព្រះយេស៊ូវហើយក៏គាត់បានអញ្ជើញខ្ញុំទៅព្រះវិហារនៅក្នុងថ្ងៃអាទិត្យមួយពេលដែលខ្ញុំទៅដល់ព្រះវិហារភ្លាមខ្ញុំដូចជាទទួលបាននូវអារម្មណ៍ប្លែកនៅពេលដែលខ្ញុំចូលទៅក្នុងព្រះវិហារខ្ញុំបានឮសមាជិកក្រុមជំនុំបានច្រៀងចម្រៀងទៅសើព្រះអង្គធ្វើខ្ញុំប៉ះពាល់ដូចជាចម្លែកខុសពីសាសនាផ្សេងសំណួរដែលគាត់សួរខ្ញុំថានៅពេលដែលខ្ញុំស្លាប់ទៅខ្ញុំទៅណាខ្ញុំអត់ដែលមានចម្លើយតទៅសោះខ្ញុំជឿជាក់ថាខ្ញុំជឿទៅលើចំណេះដឹងខ្ញុំជឿជាក់ថាជឿទៅលើវិទ្យាសាស្ត្រអញ្ចឹងនៅពេលនោះគឺជាពេលមួយដែលខ្ញុំចាប់ផ្ដើមគិតពិចារណាក៏មានលោកគ្រូអធិប្បាយមួយរូបលោកគ្រូនោះខ្ញុំគ្រូឈឿនហើយនៅក្នុងថ្វាយគុំនៅក្នុងផ្ទះទូចមួយគាត់បានអធិប្បាយលើកយករឿងមួយតាក់ទងទៅនឹងរឿងនៅក្នុងកាពីយ៉ូហានហើយព្រះបន្ទូលដែលគាត់អធិប្បាយគឺនៅក្នុងកាពីយ៉ូហានចំពុកទី14ខ6ហើយគាត់បានអានខកាពីនេះថាដោយនិយាយថាព្រះយេស៊ូវមានទូលទៅគាត់ថាខ្ញុំជាផ្លូវជាស្ដេចពិតហើយជាជីវិតបើមិនមកតាមខ្ញុំនោះគ្មាននរណាទៅឯប្រវោបិតារបស់ខ្ញុំបានឡើយពេលនេះខ្ញុំចាប់ដើមពិចារណាអូព្រះយេស៊ូវព្រះអង្គប្រកាសថាព្រះអង្គជាផ្លូវជាស្ដេចពិតហើយជាជីវិតអញ្ចឹងនៅពេលដែលពាក្យមួយដែលធ្វើឲ្យខ្ញុំបានប៉ះពាល់ដួងចិត្តរបស់ខ្ញុំគឺពាក្យជីវិតហើយក៏ខ្ញុំបានស្ដាប់ឮព្រះបន្ទូលការបកស្រាយរបស់លោកគ្រូក៏គាត់និយាយថាជីវិតហ្នឹងគឺជាជីវិតមួយដែលចង់បដោតសំខាន់នៅឯនគរឋានសួគ៌នៅជាមួយព្រះអង្គតែពេលនេះខ្ញុំចាប់ដើមស្វែងយល់បន្ថែមទៀតអំពីព្រះអង្គថាព្រះអង្គជានរណាគាត់ក៏បង្រៀនខ្ញុំបន្ទាប់ពីថ្វាយគុំហើយក៏បង្រៀនខ្ញុំបញ្យល់អំពីព្រះយេស៊ូវជានរណាព្រះអង្គបានសគត់ដូចជាឆ្កាងព្រះអង្គបានរស់ឡើងវិញដើម្បីលុបលាងអំពើបាបរបស់ខ្ញុំចាប់ដើមទទួលជឿព្រះអង្គបន្ទាប់ពីប្រហែលសប្តាហ៍ក្រោយមកទៀតនៅពេលដែលខ្ញុំបានរៀនអំពីព្រះអង្គបន្ថែមទៀតក៏ខ្ញុំចាប់ដើមដាក់ទំនុកចិត្តដោយសារជំនួយពីព្រះអង្គបានទទួលជ្រើសរើសខ្ញុំនៅក្នុងឆ្នាំនោះតែម្ដងនៅក្នុងខែ8ព្រះអង្គបានជ្រើសរើសខ្ញុំដោយសារតែសំណួរមួយដែលថាតើខ្ញុំស្លាប់ទៅខ្ញុំទៅណានេះគឺជាសំណួរមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងភាគច្រើនគឺគាត់អត់បានគិតពិចារណាថាតើនៅពេលដែលគាត់ចាក់ចេញពីផែននេះតើគាត់ទៅណាគាត់គិតថាអូបើសិនជាខ្ញុំធ្វើបុណ្យគ្រប់គ្រាន់ល្មមគឺខ្ញុំអាចនឹងទៅឋានសួគ៌បានប៉ុន្តែសំណួរសួរថាតើមនុស្សប្រមាណនេះអាចនឹងធ្វើបុណ្យសមល្មមឲ្យគ្រប់លក្ខណៈតម្រូវទៅតាមព្រះដើម្បីអាចចូលនគរឋានសួគ៌បាននៅក្នុងកាពីបានចែងច្រើនមែនទែនមិនថានៅក្នុងសញ្ញាចាស់មិនថានៅក្នុងសញ្ញាថ្មីដោយព្រះអង្គមានបន្ទូលថានៅលើផែនដីនេះគ្មាននរណាមួយសុចរិតតរសោះសូម្បីតែមួយគ្មានហើយក្នុងកាពីទៀតបានចែងថាគ្រប់គ្នាបានធ្វើបាបហើយខ្វះមិនដល់សេរីល្អនៃព្រះអញ្ចឹងគ្មាននរណាមួយអាចនឹងអត់ទោសអំពើបាបដល់ខ្លួនឯងនេះពីព្រោះគ្រប់គ្នារស់នៅក្នុងនិស្ស័យបាបហើយត្រូវការព្រះអង្គសង្គ្រោះដើម្បីសង្គ្រោះគេនៅពេលដែលយើងចាក់ចេញពីផែននេះទៅយើងទទួលបាននូវធានានៃសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវដែលព្រះអង្គបានធ្វើក្នុងការអត់ទោសអំពើបាបដល់យើងហើយនឹងយកយើងទៅនៅឋានសួគ៌នៅជាមួយព្រះអង្គនេះគឺជាក្តីសង្ឃឹមដ៏អស្ចារ្យមួយដែលខ្ញុំបានទទួលបានឮនៅពេលនោះឯងនៅពេលដែលខ្ញុំនៅរៀននៅវិទ្យាល័យឆ្នាំ1998ហើយមកដល់ពេលនេះហើយព្រះអង្គបានរើសខ្ញុំព្រះអង្គបានអនុញ្ញាតឲ្យខ្ញុំដើរតាមព្រះអង្គជឿព្រះអង្គទុកចិត្តព្រះអង្គទោះបីពេលខ្លះជីវិតមានការធ្លាក់ចុះឡើងចុះប៉ុន្តែព្រះអង្គនៅតែទ្រខ្ញុំដដែលនៅក្នុងជីវិតជាង20ឆ្នាំដែលខ្ញុំដើរតាមព្រះអង្គនេះហើយសូមឲ្យការលើកទឹកចិត្តជាទីបន្ទាល់នេះគឺជាអ្វីមួយដែលជួយជំរុញជំនឿអស់លោកអ្នកបងប្អូនបន្ថែមទៀតសូមអរគុណច្រើន